ក្នុងសង្គ្រាមសូវៀតនិងអាល្លឺម៉ង់ដ៏សាហាវសេរីយ៉ាសឺជីក្មេងប្រុសតូចម្នាក់បានប៉ះពាល់ដល់ជីវិតដ៏លំបាកនិងក្លាយជាវីរបុរសតូចម្នាក់កាលពីមុនគាត់រស់នៅជាមួយគ្រួសារយ៉ាងសុខសាន្តប៉ុន្តែអាកាសយានត្រូវបានគេបំផ្ទុះផ្ទះនិងសម្លាប់សមាជិកគ្រួសាររបស់គាត់សេរីយ៉ារត់គេចចេញទៅព្រៃដើម្បីរស់រានមានជីវិតដោយខ្លួនឯងបន្ទាប់មកត្រូវបានកងទ័ពសូវៀតម្នាក់ស្គាល់និងនាំមកមូលដ្ឋានយោធាដំបូងមេបញ្ជាការមិនព្រមឲ្យសេរីយ៉ាស្នាក់នៅប៉ុន្តែដោយសារភាពគ្មានទោសនៃក្មេងស្លូតបូតនិងភាពរឹងមាំរបស់គាត់បានធ្វើឲ្យទាហានទាំងអស់ចូលចិត្តគាត់សេរីយ៉ាធ្វើដំណើរទស្សនាគេច្រើននៅក្នុងតង់ព្យាបាលជំងឺដើម្បីជួយឲ្យអ្នករងរបួសទទួលបានក្តីសង្ឃឹមនិងស្នាមញញឹមតូចទោះបីគាត់មានអាយុតែ6ឆ្នាំក៏ដោយគាត់មានសុបិនចង់ក្លាយជាទាហានពិតគាត់ចាប់ផ្ដើមដោយជួយដឹកលិខិតនិងធ្វើកិច្ចការបន្តិចបន្តួចនៅពេលក្រោយគាត់បានសង្កេតឃើញសាច់ស្ដេចស្រូវដែលកំពុងបញ្ជូនទីតាំងទៅអាកាសយានដោយសារតែការសង្កេតរហ័សរបស់គាត់បានជួយទប់ស្កាត់ការវាយប្រហារដែលអាចបំផ្លាញគ្រឹះទាហានបានទាន់ពេលក្រោយមកនៅពេលខ្សែទំនាក់ទំនងត្រូវបានបាក់បែកដោយការផ្ទុះសេរីយ៉ាបានរត់ចេញក្រោមភ្លើងគ្រាប់បែកដើម្បីភ្ជាប់ខ្សែឡើងវិញការខិតខំរបស់គាត់បានជួយឲ្យការប្រយុទ្ធជោគជ័យបន្ទាប់ពីនោះសេរីយ៉ាបានបន្តនៅជាមួយទាហាននិងបំពេញភារកិច្ចជាច្រើនដោយក្លាយជាគំរូនៃភាពក្លាហាននិងក្តីសង្ឃឹមទោះបីជាគាត់មានអាយុតិចក៏ដោយសេរីយ៉ាបានក្លាយជាទាហានពិតម្នាក់ដែលខ្លាំងជាងវ័យរបស់គាត់